ក្រទៅមានប៉ុន្តែពិតប្រកបជីវិតខ្ញុំពីមានចុះទៅក្រដូចគ្នាខ្ញុំនិយាយតាមត្រង់ទៅពីព្រោះគ្រួសារខ្ញុំជាគ្រួសារអ្នកមានបាទប៉ុន្តែក្នុងសម័យប៉ុលពតរួចក៏អស់នេះគឺជាអ្វីដែលចង់បង្ហាញថាគ្មានអ្វីទេនៅលើផែនដីហើយយើងជាគ្រួសារគ្រីស្ទានទៀតអញ្ចឹងអ្វីដែលឪពុកដាក់ឲ្យខ្ញុំគឺជាឫសគល់ឪពុកហើយចំអុំខ្ញុំដាក់ឲ្យខ្ញុំគឺជាឫសគល់នៃសេចក្តីជំនឿសម្រាប់ខ្ញុំអនុវត្តនៅក្នុងប្រចាំជីវិតរបស់ខ្ញុំហើយខ្ញុំក៏យកឫសគល់នេះផ្ទេរឲ្យកូនខ្ញុំដែរឫសគល់ដែលសំខាន់បំផុតគឺឪពុកខ្ញុំបានថាកុំឲ្យគេមើលងាយថាយើងកុំឲ្យគេមើលងាយយើងជាអ្នកក្រពីព្រោះយើងត្រូវដឹងថាយើងមានឪពុកមួយមិនមែនជាក្រទេពីព្រោះឪពុកនេះគឺជាឪពុកដែលស្ម័គ្រយកភាពមានបានរបស់ឪពុកយើងឲ្យខ្លាចជាអ្នកក្រសម្រាប់ឲ្យយើងវិញគឺជាព្រះអម្ចាស់ដ៏ជាព្រះបើសិនជាយើងស្ថិតនៅក្នុងលក្ខណៈក្រមិនមែនពាក្យក្រនេះមិនមែនហៅថាក្រខាងទ្រព្យសម្បត្តិទេប៉ុន្តែឪពុកខ្ញុំចង់ថាសំខាន់គឺផ្លូវចិត្តពីព្រោះបើសិនជាយើងក្រផ្លូវចិត្តហើយគ្មានអីស្ដារបានទេតែបើសិនជាក្រទ្រព្យសម្បត្តិយើងអាចរកបានធ្វើអ្នកមានប៉ុន្តែបើយើងយើងក្រខាងចិត្តក្រខាងគំនិតរបស់យើងហៅថាក្រវិញ្ញាណបើវិញ្ញាណរបស់យើងស្ថិតនៅក្នុងភាពក្រីក្រយើងមិនអាចស្ដារជីវិតរបស់យើងបាននេះជាចំណុចស្នូលមួយដែលចាក់គ្រឹះនៅក្នុងជីវិតនិងសតិអារម្មណ៍ខ្ញុំក្នុងពីតូចដូច្នេះហើយនៅពេលដែលខ្ញុំភៀសខ្លួនទៅប្រទេសវៀតណាមខ្ញុំមិនមែនក្រទេពីព្រោះប្រពន្ធខ្ញុំស្គាល់គឺខ្ញុំគឺឆ្នាំ70ជាង78 79 80នេះគឺខ្ញុំប្រទេសវៀតណាមខ្ញុំមានឡានជិះខ្ញុំមានផ្ទះនៅហើយខ្ញុំមានរបររុស្ស៊ីដែលហៅថាមិនមែនស្រុកច្បាប់ត្រឹមត្រូវទេពីព្រោះនាំមនុស្សឆ្លងដែនអញ្ចឹងវាមិនមែនត្រឹមត្រូវទេក៏ប៉ុន្តែយើងខ្លាយទៅជាមនុស្សម្នាក់ដែលមានឥទ្ធិពលនៅក្នុងសង្គមដែលយើងមានលទ្ធភាពទំនាក់ទំនងជាមួយនឹងអ្នកដែលធ្វើការរដ្ឋាភិបាលធំៗដូចណាហើយបានជាបង្កើតបានរណសេរសម្រាប់រំដោះកម្ពុជាជាមួយនឹងសម្ដេចហ៊ុនសែននៅឯសម្រាប់ពីព្រោះយើងដឹងហើយថាគ្មានអ្វីមួយដែលធ្វើបដិវត្តមួយដែលអត់មានអីទាំងអស់បានទេបដិវត្តមួយត្រូវមានអ្នកមាននិងមានអ្នកទំនាក់ទំនងទើបអាចទៅបដិវត្តបានអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមខ្ញុំប្រឡូកនៅក្នុងនយោបាយពេលនឹងហើយព្រះបានពំមានខ្ញុំនៅឆ្នាំ78ព្រះហៅខ្ញុំហើយប៉ុន្តែនៅពេលដែលខ្ញុំចប់ហើយខ្ញុំត្រឡប់ទៅធ្វើការឡើងវិញគឺព្រះហៅខ្ញុំតាំងពីឆ្នាំ79មករួចទៅហើយដើម្បីឲ្យខ្ញុំបម្រើព្រះម្ចាស់អស់ពីព្រះពេលនឹងហើយដែលខ្ញុំបានស្ដាប់ព្រះអង្គដោយសារខ្ញុំបានស្បត់3ដងជាមួយព្រះអង្គនៅក្នុងសម័យប៉ុលពតអញ្ចឹងខ្ញុំត្រូវតែអនុវត្តពាក្យសម្បត្តិរបស់ខ្ញុំហើយខ្ញុំត្រឡប់ទៅឯការបម្រើព្រះលះបង់អ្វីៗទាំងអស់អញ្ចឹងឆ្នាំ80គឺខ្ញុំត្រូវព្រះហៅត្រឡប់មកស្រុកខ្មែរត្រឡប់មកវិញពីព្រោះហេតុអីបានខ្ញុំត្រូវទៅវៀតណាមអ្នកខ្លះក៏អត់ដឹងថាខ្ញុំហេតុអីបានទៅវៀតណាមវិញពីព្រោះឆ្នាំ79ខ្ញុំវាយចូលស្រុកខ្មែរហើយខ្ញុំបាននិយាយជាមួយសម្ដេចហេងសំរិនលោកអ៊ំជាសុតដែលជាអ្នក mentor របស់ខ្ញុំហើយជាមួយសម្ដេចហ៊ុនសែនពេលនោះនៅក្រមបន្ទុករបស់សម្ដេចជាសៀមជាមួយសង្ឃជំនឿនៅឡើយខ្ញុំថាខ្ញុំជាព្រីបរិស័ទហើយខ្ញុំត្រូវបម្រើព្រះអង្គម្ចាស់នេះជាបំណងដែលខ្ញុំត្រូវសងដូច្នេះហើយខ្ញុំដឹងថាបើសិនជាខ្ញុំបន្តរស់នៅក្នុងស្រុកខ្មែរខ្ញុំមិនអាចគេចផុតពីឋាននយោបាយជាហេតុមួយដែលខ្ញុំវិលត្រឡប់ឲ្យវៀតណាមដើម្បីហៅថាឲ្យគេផ្លេចអស់រយៈពេលផ្លាស់ប្ដូរប្រហែលឆ្នាំគឺសន្សំយើងវារួចខ្ញុំត្រូវចំណាយពេលវៀតណាម4ឆ្នាំក្នុង4ឆ្នាំព្រះឆ្នាំ80ហៅត្រឡប់មកវិញខ្ញុំបដិសេធក្នុងមួយជប់ព្រះដកអ្វីៗទាំងអស់របស់ខ្ញុំទាំងឡានទាំងទូកទាំងផ្ទះទាំងបាយរបស់ខ្ញុំហើយសពទីអញ្ចឹងចាប់ផ្ដើមយើងប្រឡប់ចូលក្នុងការបម្រើព្រះស្រាប់តែការពិបាកដាក់ឡើងទៀតពេលដែលយើងមិនបម្រើព្រះស្អីក៏យើងអាចរកបានហើយមានអត្តពលយើងនិយាយមកណាគេស្ដាប់ប៉ុន្តែដល់ពេលដែលយើងបម្រើព្រះម្ចាស់ព្រះហាក់ដូចជាព្រះអង្គដកពីយើងរហូតដល់និយាយតាមត្រង់មិញនិយាយថាទៅពូទាសឹមថាការប្រពន្ធ1ដុល្លារខ្ញុំនិយាយឲ្យត្រង់ទៅចុះប្រពន្ធខ្ញុំជាសាក្សីហើយពីអ្នកដីពន្ធដឹងខ្ញុំការប្រពន្ធអត់មករៀលទេព្រះឲ្យខ្ញុំធ្វើមានប៉ុន្តែអត់មានការប្រពន្ធទេដល់ពេលខ្ញុំធ្លាក់ក្របានការប្រពន្ធអានេះជាការអស្ចារ្យមួយហើយប្រពន្ធខ្ញុំចេះតែអូថាពេលដបងឯងធ្វើអ្នកមានចូលខាងមិនដែលស្គាល់អូនទេដល់ពេលធ្លាក់ចូល
ចូលដល់ភាពក្រីក្រហូបបាយហូបចាំថ្នាក់បានស្គាល់គ្នាតែចូលហាងហើយជាការពិតប្រកបខ្ញុំព្រះហៅខ្ញុំហើយយើងចាប់ផ្ដើមត្រឡប់មកឆ្នាំ84នេះគឺខ្ញុំបដិសេធរាល់ការងារទូនាទីទាំងអស់ហើយជាសុទ្ធគឺខឹងខ្ញុំមែនតើឆ្នាំ86គេចាប់ខ្ញុំអញ្ចឹងបានជាដាច់ពីចម្រិនបានឲ្យខ្ញុំនៅឯមួយចំបាក់ខ្ញុំត្រឡប់ទៅនៅមួយចំបាក់សម្រាប់នេះទៀតទូតអង់គ្លេសជាផ្ទះខ្ញុំអង់គ្លេសថ្ងៃនេះនៅរោងដំរីគាត់ថាបបាទល់មុខហ្នឹងវិឡា1820គេផ្ទះខ្ញុំហើយខ្ញុំនៅទីនោះ6ឆ្នាំ